សំណាញ់ជាពាក្យពេចន៍ដែលតាបងសំណាញ់ឧស្សាហ៍និយាយកាលដែលគាត់នៅរស់អ៊ីអើយនៅផ្ទះទេនឹងយកត្រីខ្លះទេខ្ញុំបងបានច្រើនណាស់ថ្ងៃនេះអ៊ីអើយនៅផ្ទះទេនឹងមានបាយកកបាយក្តាំងអីសល់ទេខ្ញុំសុំមួយចានមកយកទៅផ្ញើយាយខ្ញុំនៅផ្ទះសំឡេងនេះបន្តដដែលជារឿយនៅខាងក្រៅផ្ទះរបស់មីងព្រិចនិងពូឌឿនអ្នកទាំងពីរកាលបើស្ដាប់ច្បាស់ការហើយក៏និយាយប្រាប់កូនស្រីថាណែកូនឯងសំងំដេកទៅណាសំឡេងនេះមិនមែនសំឡេងតាបងសំណាញ់ទេតែមិនលឺរហូតចឹងម៉ែគ្មានអីទេកូនតាបងសំណាញ់គាត់ស្លាប់ហើយប្រហែលជាគាត់មិនទាន់ដឹងថាខ្លួនឯងស្លាប់ទេដឹងចឹងមិនអីមិនទៅប្រាប់គាត់បន្តិចទៅអីមិនបាច់ប្រាប់ទេកូនយូរទៅគង់តែគេដឹងខ្លួនឯងហើយណែដេកវិញទៅកូននៅយូរមិនល្អទេស្រីធូក៏ស្ដាប់ឪពុកម្ដាយតម្រេតខ្លួនដេកនៅក្បែរម្ដាយរបស់វាពេលដែលកូនស្រីតម្រេតខ្នងដាក់ដល់កន្ទេលភ្លាមមីង